ជំរាបសួរសួស្តីបងប្អូនវិលមកពីដំណើរកម្សាន្តនៅខេត្តនានាឬក៏វិលមកពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញហើយទៅអញ្ចឹងអាចមកដើរលេងព្រឹត្តិការណ៍នគរសង្គ្រាមបន្តទៀតបានណាព្រឹត្តិការណ៍នគរសង្គ្រាមតថ្ងៃ19បានចប់អញ្ចឹងចាំកាលទៀតអាចមកដើរលេងនៅភូមិវប្បធម៌នគរសង្គ្រាមបានភូមិវប្បធម៌នគរសង្គ្រាមមានទីតាំងស្រួលហើយនៅជាប់ផ្សាររាត្រីផ្សារចាស់យើងហ្នឹងនៅជាប់គ្នាខាងក្រោយហ្មងក្នុងភូមិវប្បធម៌នគរសង្គ្រាមនេះបើមកថតរូបក៏អត់ខ្វះប្លង់ថតទេដោយសារមានការរៀបចំបែបខ្មែរដូចជាផ្ទះខ្មែរបុរាណខ្មែរអីចឹងយើងថតរូបប្លង់មកស្អាតៗណាហើយក៏មានកន្លែងលក់របស់ញ៉ាំនិងអនុស្សាវរីយ៍ពិសេសទៀតនោះក៏មានកន្លែងលេងល្បែងប្រជាប្រិយដែរសម្រាប់ល្បែងប្រជាប្រិយវិញមានលេងគ្រប់មុខឯខ្ញុំទៅនេះពួកគាត់ដូចជាលេងប្រត់កូនកំមុំខ្ញុំចាំបានការនៅរៀនខ្ញុំចូលចិត្តលេងនៅមិនទាន់អស់ហើយណានៅក្នុងភូមិវប្បធម៌នគរសង្គ្រាមនេះក៏មានការសម្ដែងសិល្បៈដែរហើយសម្រាប់ឆាកសម្ដែងសិល្បៈតាមខ្ញុំចាំដូចជាមាន4-5កន្លែងហើយតាមឆាកការសម្ដែងមួយមានការសម្ដែងខុសៗគ្នាតាមទម្រង់នីមួយៗមានការសម្ដែងដូចជាការសម្ដែងមរតកភ្លេងខ្មែរការសម្ដែងក្បាច់គុនបុក្កតោហើយក៏មានការសម្ដែងរបាំប្រពៃណីខ្មែរយើងដែរសម្រាប់ការសម្ដែងមានសម្ដែងរហូតដល់យប់ហើយពេលយប់ក៏មានការសម្ដែងល្ខោនបាសាក់ដែរអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់បានមកលេងភូមិវប្បធម៌នគរសង្គ្រាមអាចមកលេងបានណាសម្រាប់វីដេអូនេះមានប៉ុណ្្នឹងឯងសូមជម្រាបលាបាយបាយ